So đây là kia xóa cùng một căn channel cùng Win A of nhung. Video này khi mình tập bóng bốn step by step vì cả bằng cách cái này OKX đây là tụ ban lui rebate mà pay rồiឬមួយក៏ free discount rebate mà pay rồi nèពេញមួយជីវិតមិនថាបងប្អូនធ្វើការ trade spot មិនថា trade future ឬក៏មិនថា copy trade ទេនោះបងប្អូននឹងមានលុយ return 20%ត្រឡប់មកវិញបាទគឺ aim នឹង special មែនតើអញ្ចឹងនឹងខ្ញុំប្រាប់បងប្អូនពីដើមរហូតដល់ចប់តើធ្វើយ៉ាងម៉េចតើឥឡូវយើងមើលទាំងអស់គ្នាអូខេបងប្អូនអញ្ចឹងបងប្អូនយកទូរស័ព្ទបងប្អូនមកមិនថាប្រព័ន្ធ Android ឬក៏ iOS ទេអញ្ចឹងបាទអញ្ចឹងនៅក្នុងទូរស័ព្ទឯបងប្អូនបាទបងប្អូនសៀថាបើសិនជាបងប្អូនប្រើ iOS ឬក៏ Android ក៏ដោយបងប្អូនចុចកន្លែង Safari នេះមកបាទអញ្ចឹងដើម្បីបង្កើត OKX ដែលមាន referral code មានលុយ rebate 20% នោះគឺបងប្អូនអត់លំបាកទេបងប្អូនគ្រាន់តែចូលទៅកាន់ Safari មិញហ្នឹងហើយបងប្អូនចុច www.okx.cap បាទ .cap ក៏បាន .ac ក៏បានហើយបងប្អូនចុចពាក្យ slash ហើយបងប្អូនចុចពាក្យ join ហើយ slash បាទអញ្ចឹងបងប្អូនអាចដាក់ឈ្មោះរបស់ខ្ញុំខាងក្រោយហ្នឹងមកដាក់ឈ្មោះគង់វិនបាទនេះឃើញបងប្អូនបាទគឺគង់វិនហើយបងប្អូនចុចពាក្យ go ឬមួយក៏ចុច go ទៅវានឹងដើមដល់កន្លែងនេះកន្លែងបងប្អូននឹងឃើញពាក្យថានេះ20%អស់ឃើញបងប្អូនបាទនេះ OKX បាទអញ្ចឹងបងប្អូនអាចធ្វើរបៀបហ្នឹងក៏បានឬក៏មួយរបៀបទៀតបាទបងប្អូនចុចដូចគ្នាបងប្អូនគ្រាន់តែចុច10កន្លែងនេះ www បាទ ហើយ OKX ហើយបងប្អូនចុចពាក្យ .cap ឬក៏ .ac ក៏បានហើយ slash បាទបើសិនជាបងប្អូនអត់ខ្ជិលចុចអង់គ្លេសបងប្អូនដាក់ចលេខក៏បានដែរបងប្អូនចុច join សិនណាបាទចុច join ហើយបងប្អូន slash បងប្អូនគាត់ដាក់ថាបាទ200 190 96បងប្អូនណាបាទ96នេះហើយបងប្អូនចុចពាក្យ go ឬមួយក៏នេះតើវានឹងមក link មកដល់នេះដូចគ្នាឃើញបងប្អូនបាទអញ្ចឹងឡើយនេះគឺបងប្អូនអាចបង្កើតបងប្អូនឲ្យ scroll មកក្រោមបន្តិចបងប្អូនចុចពាក្យ create នេះមកហើយយើងចុចតែពាក្យ create account អញ្ចឹងខ្ញុំធ្វើឲ្យនៅក្នុង Safari នៅក្នុងនេះមួយទៀត Chrome បាទបងប្អូនខ្លះអត់មាន Safari គាត់មាន Chrome ចុចដូចគ្នាមកបាទចូលឡើង Chrome ហ្នឹងហើយកន្លែងនេះបងប្អូនចុចពាក្យថា www បាទ .okx បាទហើយ .cap ក៏បាន ac ក៏បានហើយបងប្អូនចុចពាក្យ slash ហើយចុច join បាទ join ហើយ slash ទៀតបងប្អូនដាក់ឈ្មោះខ្ញុំដូចគ្នាមកបាទគង់វិននេះមកបាទគង់វិនគឺជា referral code សម្រាប់ 20% rebate បងប្អូនណាបាទបងប្អូនចុចមកគឺនៅកន្លែងគឺដូចគ្នាឃើញបងប្អូនដាក់ជាលេខក៏បានបងប្អូនដាក់ជាអក្សរក៏បានដែរបាទអូខេតោះមកទៀតបងប្អូន scroll មកក្រោមបាទនេះបងប្អូនចុចកន្លែង create នេះមួយហើយបងប្អូននឹងឃើញពាក្យថា create នេះអញ្ចឹងបងប្អូនចុច create នេះមកយ៉ាអូខេនៅកន្លែងនេះបងប្អូន scroll មកក្រោមបងប្អូនធ្វើការបំពេញ email បងប្អូនណាបាទធ្វើការបំពេញ email ហើយនៅកន្លែងនេះគឺវាមានលេខកូដស្រាប់នេះ referral code គឺនេះបងប្អូនឃើញទេយក commission kickback 20% rebate ឃើញទេបងប្អូនបាទនេះឈ្មោះគង់វិននេះបាទអញ្ចឹងបងប្អូនត្រូវតែបង្កើតតាម link ហ្នឹងកុំ download app បង្កើតណាកាលណាបងប្អូន download app បង្កើតគឺបង្កើតអត់បានទេមានន័យថាអត់ជាប់ referral code គឺបងប្អូនខាត់ច្រើនមែនទែនបាទយ៉ាអូខេបន្ទាប់មកកន្លែងគឺយើងដាក់ email បាទអញ្ចឹងខ្ញុំបាយ email ចូលមកបាទបន្ទាប់មកទៀតយើងចុចពាក្យថា sign up បាទយើងចុច sign up ចេះមកយេបន្ទាប់ពី sign up វានឹងផ្ញើលេខកូដ6ខ្ទង់បាទទៅកាន់ email របស់យើងបាទអញ្ចឹងខ្ញុំទៅបើក email ខ្ញុំមកនេះបើក email ខ្ញុំមកនេះខ្ញុំ refresh បន្តិចមកវា email វាមកឃើញបងប្អូនបាទអញ្ចឹងយើងចុចលើវាមកហើយយើង copy លេខកូដនឹងយកមកដាក់មកបាទចុចនេះមកបាទ copy យេហើយយើងផាសនេះវិញបាទហើយយើងផាស email មិញមកនេះបាទលេខវាមិញហ្នឹងបាទឥឡូវយើងមើលម្ដងទៀតនេះ99 91 13បាទអញ្ចឹងបងប្អូនអាចចុចមក99បាទ91 13យ៉ានៅពេលដែលយើងចុចអូខេហើយវានឹងបើកឲ្យបងប្អូនហ្នឹងគឺដាក់លេខទូរស័ព្ទបងប្អូនណាបាទអញ្ចឹងនៅកន្លែងនេះបើសិនជាហៅថាបងប្អូនដាក់ម្ដងអត់បានបងប្អូនព្យាយាមឬក៏ព្យាយាមដូរលេខទូរស័ព្ទសិនបាទអូខេអញ្ចឹងនៅលេខទូរស័ព្ទនេះបងប្អូនដាក់មកបាទលេខ0ម៉ានបងប្អូនដាក់មកបាទឥឡូវខ្ញុំដាក់097បាទបន្តមកទៀតបងប្អូនចុចពាក្យថា verify now បាទបងប្អូនចុច verify now នេះមកយ៉ានោះវានឹងផ្ញើលេខកូដ6ខ្ទង់ទៅកាន់ទូរស័ព្ទរបស់យើងហើយបងប្អូនរងចាំបន្តិចវានឹងផ្ញើមកនេះវាលោតផ្ញើមកបងប្អូនឃើញនេះលោតវាលោតមកនេះ47 37 72អញ្ចឹងបងប្អូនសរសេរមក47បាទ37 72យ៉ាអូខេ complete ឃើញបងប្អូនកន្លែងគឺ complete ដែរបាទមានន័យថាកន្លែងដល់កន្លែងនេះគឺដំណាក់កាលចុងក្រោយគឺមានន័យថាឲ្យបងប្អូនបង្កើត password មានន័យថាបងប្អូនត្រូវដាក់អីគេខ្លះ password របស់មានលេខអក្សរធំអក្សរតូចលេខនិមិត្តសញ្ញាបងប្អូនណាបាទអូខេឥឡូវឧទាហរណ៍ថាខ្ញុំឈ្មោះវិនអញ្ចឹងខ្ញុំសេថាវិនបាទនេះខ្ញុំបើកឲ្យបងប្អូនវិនឬក៏ដាក់គង់វិនក៏បានដែរគង់វិនគង់អក្សរ K យើងដាក់អក្សរធំណាបាទអញ្ចឹងបើបងប្អូនឈ្មោះអីបងប្អូនដាក់ហ្នឹងមកបាទគង់វិនចេះមកហ៎គង់វិនហ៎ឥឡូវយើងចង់ដាក់គេទៀតយើងចង់ដាក់លេខហុងស៊ុយយើងដាក់លេខ168យើងដាក់168មកដាក់តាមចិត្តបងប្អូនបន្ទាប់មកទៀតវានៅនិមិត្តសញ្ញាមួយយើងដាក់និមិត្តសញ្ញាបងប្អូនដាក់ដុល្លារបាទដុល្លារចេះមកឃើញអញ្ចឹងបងប្អូននៅពេលបងប្អូនមានអក្សរធំអក្សរតូចលេខនិមិត្តសញ្ញាបែបនេះអាកន្លែងនេះគឺវាគ្រីឲ្យទាំងអស់មែនទេបងប្អូនបាទអូខេឥឡូវខ្ញុំកំណត់ថាយក password មួយនឹងចុះបងប្អូនណាបាទយើងយក password មួយនឹងចុះហើយបងប្អូនចុចពាក្យថា confirm នេះ confirm បាទនេះមានន័យថាបងប្អូនបង្កើតបានជោគជ័យឃើញនេះបាទឃើញបងប្អូនបង្កើតបានជោគជ័យហើយបាទបង្កើតបានជោគជ័យហើយអញ្ចឹងបន្ទាប់ពីបងប្អូនបង្កើតបានជោគជ័យបែបនេះបងប្អូនធ្វើមិនទៀតបាទគឺបងប្អូនត្រូវការ download app វាបង្កើតបានជោគជ័យអញ្ចឹងហើយបងប្អូន download app ដើម្បីធ្វើការ log in ហើយនឹងធ្វើការ verify បងប្អូនណាបាទអញ្ចឹងដើម្បី download app អត់បាក់ទេបងប្អូនណាបាទនេះ
ចឹងបងប្អូនចូលទៅកាន់ App Store ឬក៏ Play Store មកណាបាទហើយបងប្អូនdownload app វាមកបាទវាយ OKX មកបាទហើយ search វាមកវាចេញ app របស់វានឹងមកណាបាទខ្ញុំ download ហើយបាទចឹងអូខេឥឡូវយើងទៅមើលរបៀប login ហើយនឹងធ្វើការ verify KYC ទាំងអស់គ្នាអូខេបងប្អូនគ្នាឥឡូវខ្ញុំ download OKX app បានមកបងប្អូនណាបាទចឹងបន្ទាប់ពី download បានហើយបងប្អូនជួយលើ app ហ្នឹងឬក៏បងប្អូនបើក app ហ្នឹងមកបាទវានឹងចេញបែបហ្នឹងបងប្អូនណាបាទចេញបែបហ្នឹងបងប្អូនចុចពាក្យថា login កុំចុច sign up login មានន័យថាយើង login ចូលគណនីរបស់យើងដោយសារតែយើងគឺបានបង្កើតគណនីហើយបងប្អូនណាបាទអូខេអញ្ចឹងបងប្អូនចុច login ចេះមកបន្តមកទៀតបាទនៅកន្លែងនេះគឺយើងដាក់ email របស់យើងមកបាទយើង email ដែលយើងបង្កើតមិញណាបាទវាមាន line phone number និង email អញ្ចឹងយើងរើសយក line email ណាបាទ email មិញខ្ញុំ email របស់ខ្ញុំ rin បាទអូខេអញ្ចឹងបងប្អូនចុចពាក្យថា next បាទចុចពាក្យថា next មកបងប្អូនឲ្យ make sure ថានៅលើខាងលើនឹងពាក្យ login ហើយចុច line email ហើយយើងសរសេរ email នេះយើងយកពាក្យថា next next ថានេះពេលដែលបងប្អូនចុចពាក្យ next វានឹងឲ្យបងប្អូននឹងដាក់ password login password ឃើញហ្នឹងបងប្អូនបាទអញ្ចឹង password មិញដែលខ្ញុំបង្កើតមិញមិនឈ្មោះគេគង់បាទគង់អាសេអក្សរ K ធំណាគង់វិននេះឈ្មោះបងប្អូនអីដាក់មកបាទហើយខ្ញុំដាក់168ហើយខ្ញុំដាក់រូបដុល្លារឃើញទេបងប្អូនបាទនេះគឺជា password ដែលខ្ញុំបង្កើតមិញណាបាទនេះក៏ជាឧទាហរណ៍ទេបងប្អូនអាចយកគំរូតាមខ្ញុំទៅបងប្អូនបង្កើតបានជោគជ័យហ្មងណាបាទហើយយើងចុចពាក្យថា login អូខេអញ្ចឹងបន្ទាប់ពីចុច log ទៅវានឹងចេញបែបនេះអញ្ចឹងវាចេញមិនក្រោយបងប្អូនវាមានសញ្ញាព្រួយអញ្ចឹងយើងអូសវាដាក់បន្លោះអញ្ចឹងណាបាទវាអូសដាក់បន្លោះអញ្ចឹងមកវាចេះថាយើងមិនមែន bot បាទពេលយើងអូសបានជោគជ័យហើយនេះវាដាក់ថាវាផ្ញើទៅកាន់ email របស់លេខទូរស័ព្ទរបស់យើងនេះលេខកូដ6ខ្ទង់វាផ្ញើមក12 6780អញ្ចឹងយើងយក12 67 8កូដបាទយើង confirm លេខទូរស័ព្ទឃើញបងប្អូនបាទវាឲ្យ confirm លេខទូរស័ព្ទជួនកាលវា confirm email ជួនកាលវា confirm លេខទូរស័ព្ទបាទកន្លែងនេះគឺកន្លែង pass key យើងអាច skip រំលងវាសិនដល់យើងចុចកន្លែងនេះកន្លែងខ្វែងយ៉ាងហ្នឹងបាទចុចកន្លែងខ្វែងនេះមកហើយយើងចុចថា set up letter បាទចុចក្រោមមកបាទនេះមានន័យថាវាបិទកន្លែងហ្នឹងសិនបាទហើយវាមកដល់កន្លែងនេះបាទដល់កន្លែងនេះបងប្អូនអាចអូសមកក្រោមចុចពី add favorite ចេះក៏បានដែរអត់អីទេបងប្អូនណាបាទនេះកន្លែងនេះវាមាន get verify ប៉ុន្តែមុននឹង verify ឲ្យ make sure ថាតើការបង្កើតបងប្អូននេះពិតជាមានលុយ rebate 20%ពេញមួយជីវិតមែនដែរអត់បាទមាន commission 20%អត់ចឹងបងប្អូនចុចកន្លែងនេះបាទចុចកន្លែងនេះមកបាទបន្ទាប់ពីបងប្អូនចុចកន្លែងហ្នឹងបងប្អូននឹងចុចកន្លែងនេះមួយទៀតនេះចុចកន្លែងញ៉ាព្រួយហ្នឹងណាអាទូចហ្នឹងមិនមែន QR code ទេគឺកន្លែងព្រួយហ្នឹងបាទពេលនោះបងប្អូន scroll មកក្រោមបន្តិចបងប្អូនណាបាទនេះ scroll បន្តិចបងប្អូនឃើញវាថា invite perk នេះបាទ invite perk នេះបងប្អូនចុចកន្លែងហ្នឹងមកបងប្អូននឹងឃើញដាក់ថា rebate 20% invite code គង់វិនឃើញហ្នឹងបងប្អូនបាទអញ្ចឹងមានន័យថាច្បាស់ណាស់ account បងប្អូនហ្នឹងគឺមានលុយ rebate 20%មិនថា trade spot trade future ឬមួយក៏ copy trade ទេគឺមានលុយ return 20% លុយ rebate គឺ special អស់មួយជីវិតតែម្ដងបន្ទាប់បងប្អូនឃើញបែបហ្នឹងហើយទើបបងប្អូនបន្តដំណើរក្នុងការ verify បងប្អូនណាបាទបើសិនជាកន្លែងនេះអត់មានអីទាំងអស់ no កុំបងប្អូនបាទកុំ verify អូខេឥឡូវយើង back មកធ្វើការ verify ទាំងអស់គ្នាបានអញ្ចឹងដើម្បីធ្វើការ verify សួរទេបងប្អូនឃើញពាក្យថា get verify នេះអត់យើងចុចលើ get verify ហ្នឹងមកបាទចុចលើ get verify មកកន្លែងនេះវាឲ្យយើង get verify យើងចុចទៀតមកបាទយើងអាច verify ដល់របៀបណាយើងមើលបន្តទៀតបាទចុច get verify now មកបាទហើយយើងចុចពាក្យថា next ទៀតបាទនេះ next ទៀតមកបាទចុចពាក្យថា next ទៀតបន្ទាប់មកវាមាន3ជម្រើសហើយវា recommend នេះ recommend ទៀតហ្នឹងមានន័យថាវា recommend ឲ្យយើងហ្នឹងប្រើ driver license មានន័យថាអាលើហ្នឹងគឺបានបើកបរអាកដាលនេះ national ID card មានន័យថាអត្តសញ្ញាណប័ណ្ណយើងអត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងណាបាទហើយដែលមានសុពលភាពបងប្អូនណាបាទហើយអាខាងក្រោមនេះ passport មានន័យ passport បាទអញ្ចឹងសំណួរសួរថាតើបងប្អូន3ហ្នឹងបងប្អូនមានមួយណាបាទអូខេថាឥឡូវបងប្អូនមានបានបើកបរបងប្អូន verify បានបើកបរមកបាទបាន verify បានរបស់គឺជាប់លឿនដោយសារវា recommend បើសិនជាយើងអត់មានទេបងប្អូនយកអាឡៃនេះអាកដាលគេណាបាទអា national ID card បាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកព្រោះយើងមានអត្តសញ្ញាណប័ណ្ណមែនទេបាទហើយបងប្អូនចុចពាក្យថា next ចុចពាក្យថា next មកបន្តមកទៀតបងប្អូនត្រៀមអត្តសញ្ញាណប័ណ្ណមកបងប្អូនណាបាទត្រៀមអត្តសញ្ញាណប័ណ្ណមកឥឡូវខ្ញុំត្រៀមអត្តសញ្ញាណប័ណ្ណរួចរាល់ហើយបាទបន្តមកទៀតបងប្អូនចុចពាក្យថា get started ចុចពាក្យ get started មកបាទនេះចុចពាក្យ get started អញ្ចឹងវានឹងចេញបែបនេះឥឡូវនេះបងប្អូនសូមត្រៀមអត្តសញ្ញាណប័ណ្ណបងប្អូនខ្ញុំនឹងធ្វើការ hide prill ឲ្យបងប្អូនឃើញអត្តសញ្ញាណប័ណ្ណទេបងប្អូនណាបាទវាជា privacy មួយអូខេអញ្ចឹងបងប្អូនយកអត្តសញ្ញាណប័ណ្ណបងប្អូនមកឲ្យបងប្អូនដាក់ឲ្យចំពីមុខបាទនេះ scan ពីមុខបងប្អូនណាបាទនេះបងប្អូនដាក់ឲ្យចំវាមកអូខេដាក់ចំឲ្យច្បាស់អញ្ចឹងណាបាទធ្វើមិនដាក់ឲ្យចំផ្ទាំងវាមកអូខេបន្តមកទៀតបងប្អូនមើលថារូបថតបងប្អូនដាក់ច្បាស់អត់បាទបើច្បាស់ហើយបងប្អូនអាចចុចពាក្យថា submit photo បើបងប្អូនមានអារម្មណ៍ថាដូចអត់សូវច្បាស់បើសិនជាអត់សូវច្បាស់បងប្អូនចុច retake មក take ម្ដងទៀត take photo ម្ដងទៀតអូខេអញ្ចឹងវាឲ្យយើងថតម្ដងទៀតបងប្អូនណាបាទហើយយើងមើលធ្វើមើលអស់គ្នាអូខេនេះយើងគិតថាប៉ុណ្ណឹងច្បាស់ហើយយើងយកបានហើយមកណាអញ្ចឹងយើងចុចពាក្យថា submit ហើយយើងត្រឡប់មកខាងក្រោយយើង scan ដាក់ឲ្យចំ frame មកវាហើយនៅស្ងៀមមកអាចបិទដង្ហើមបន្តិចមកបាទនៅស្ងៀមបន្តិចមកអត់ច្បាស់យើងធ្វើរកកន្លែងណាច្បាស់មានពន្លឺគ្រប់គ្រាន់ណាបាទអូខេនេះឃើញវាច្បាស់ហើយតែនៅក្នុងនេះគឺខ្ញុំបានហាយព្រៀងបងប្អូនណាបាទហើយយើងចុចពាក្យថា submit photo បាទអូខេឥឡូវដល់ដំណាក់កាលនេះ take selfie មានន័យថាយើងត្រូវការ scan មុខយើងម្ដងបងប្អូនណាបាទ
យើងត្រូវការ scan មុខយើងម្ដងអញ្ចឹងបញ្ជាក់ម្ដងទៀតតាក់ទងនឹងការ scan មុខគឺបងប្អូនត្រូវដោះវ៉ែនតាចេញហើយរៀបចំសក់ភ្នែកល្អបើអាចកោពុកមាត់គឺយើងកោពុកមាត់យើងធ្វើមិនឲ្យរៀបចំខ្លួនយើងឲ្យស្អាតយើងត្រូវការដោះវ៉ែនតាបងប្អូនណាបាទអូខេយើងត្រូវការដោះវ៉ែនតាចេញចឹងមកអូខេបន្តមកទៀតយើងត្រូវការចុចកន្លែងនេះបាទចុចកន្លែង next បាទលើចុច next មកបាទចុច next មកនេះវានឹងបើកឲ្យយើង scan ហ្នឹងបងប្អូនណាបាទបើយើង scan អូខេឥឡូវនេះខ្ញុំនឹង hide ព្រាលបាទអត់ឲ្យបងប្អូនឃើញទេបាទឥឡូវយើងមើលបងប្អូនគ្នាបាទនេះយើងដាក់ចំប្រេមចឹងមកយើងខិតទៅជិតមកយើងនៅខ្ញុំឲ្យចំមុខនេះឲ្យចំប្រេមមកវានឹងធ្វើការ running final check ហ្នឹងបងប្អូនបាទនេះអញ្ចឹងវានឹងចេញធ្វើការចេញ review ហីបាទនេះវានឹងធ្វើការចេញ review មានយើងដោះបណ្ដាតឲ្យហើយណាបាទអញ្ចឹង review នេះវាអាចប្រើពេល2នាទីឬ3នាទីអីចឹងមកនៅពេលដែលវា review វា check មើលថាផ្ទៃមុខរបស់យើងជាមួយនឹង identity ដែលយើង verify មិនថា passport បានបបឬក៏អត្តសញ្ញាណប័ណ្ណទេបាទនៅពេលដែលវា okay ឬក៏ត្រឹមត្រូវហើយវានឹងចេញឲ្យយើងនឹងគឺ confirm អញ្ចឹងឡើយហ្នឹងបងប្អូនត្រូវការរងចាំបន្តិចបាទអូខេនេះបងប្អូនឃើញទេនៅពេលដែលវា check ផ្ទៃមុខរបស់យើងវា check ផ្ទៃមុខរបស់យើងហើយជាមួយអត្តសញ្ញាណប័ណ្ណយើងគឺវានឹងចេញបែបនេះបងប្អូនបាទនឹងនៅកន្លែងមួយចំនួនខ្ញុំធ្វើការ hide វាកុំឲ្យ privacy ណាបាទ privacy វាយើងពិនិត្យមើលឈ្មោះបាទយើងកាន់អត្តសញ្ញាណប័ណ្ណរបស់យើងពិនិត្យជាមួយអក្សរឡាតាំងមានឈ្មោះយើង last name ហើយថ្ងៃខែឆ្នាំកំណើតត្រឹមត្រូវដែរទេយើងមើលបងប្អូនណាបាទហើយនឹងលេខអត្តសញ្ញាណប័ណ្ណរបស់យើងគឺត្រឹមត្រូវទេយើងធ្វើពិនិត្យសិនបងប្អូនណាបាទនៅពេលបងប្អូនពិនិត្យឃើញត្រឹមត្រូវហើយណាបាទអញ្ចឹងបងប្អូនបើសិនជាអត់ត្រឹមត្រូវបងប្អូនចុចលេខ edit នេះតែបើត្រឹមត្រូវបងប្អូនចុចពាក្យថា confirm ណាចុចលេខ confirm នេះមកបាទបន្តមកទៀតនៅកន្លែងគឺ step ចុងក្រោយបងប្អូនណាបាទ step ចុងក្រោយកន្លែង straight នេះបាទកន្លែងនេះគឺបងប្អូនត្រូវតែសេជាភាសាអង់គ្លេសបាទភូមិឃុំស្រុកខណ្ឌខេត្តទៅសេជាភាសាអង់គ្លេសមកបាទសេភាសាអង់គ្លេសហើយបងប្អូននៅកន្លែង city បងប្អូនដាក់ភ្នំពេញត្រឹមត្រូវហើយបាទនៅកន្លែងអានេះក៏ភ្នំពេញដែរយើងឡាយពីហ្នឹងភ្នំពេញទាំងពីរបែកកែទេតែបងប្អូនឡាយ postal code នេះមិនថាបងប្អូននៅខេត្តណាទេបាទអស់តែទីតាំងក្នុងប្រទេសកម្ពុជាបងប្អូនដាក់ 12000 មកបាទបងណាបាទនេះគឺមានន័យថានៅសម្រាប់លេខកូដ zip code សម្រាប់ប្រទេសកម្ពុជាយើងបងប្អូនយកវាយ 12000 ហ្នឹងបងប្អូននៅខេត្តណាក៏បានដែរបាទក៏ចេះមណ្ឌលគិរីខេត្តកណ្ដាលខេត្តកំពង់ស្ពឺណាក៏បានដែរគឺបងប្អូនដាក់កន្លែង zip code ហ្នឹងគឺ 12000 ទាំងអស់បងប្អូនណាបាទហើយបន្ទាប់កន្លែងនេះបាទកន្លែង straight នេះគឺបងប្អូនត្រូវសរសេរអក្សរពេញបើសិនជាបងប្អូនអត់ចេះជាភាសាអង់គ្លេសណាបាទបងប្អូនអាចឆាតមកកាន់ខ្ញុំមកសរសេរភូមិឃុំស្រុកខណ្ឌជាភាសាអង់គ្លេសមកជាភាសាខ្មែរមកខ្ញុំសរសេរអង់គ្លេសជូនតែបងប្អូនចេះបងប្អូនអាចធ្វើឲ្យខ្លួនឯងបានយ៉ាអូខេឥឡូវខ្ញុំនឹងធ្វើការ verify សរសេរតាមអត្តសញ្ញាណប័ណ្ណជាភាសាអង់គ្លេសបាទអញ្ចឹងដូចតែគាត់នៅភូមិអញ្ចាមនេះដាក់អញ្ចាម relax ឃើញទេបងប្អូនហើយយើងដាក់ command មួយដក clear មកបងខ្ញុំ province បាទអញ្ចឹងកន្លែងនេះខ្ញុំកាត់ឲ្យបងប្អូននេះហើយអូខេឥឡូវយើងសរសេរឲ្យឃើញទេបាទ village commune បាទអញ្ចឹងមក district នេះមកឲ្យបងប្អូនបរិបទមើលតាមទៅហើយបងប្អូនចុចពាក្យថា next បាទចុចពាក្យថា next នេះមកយ៉ាអូខេអញ្ចឹងវានឹងធ្វើការ reviewing បាទអូខេគាត់ review ភ្លាមវាពិនិត្យថាត្រឹមត្រូវវាដាក់ថា identity verify មានន័យថាបងប្អូនបានជោគជ័យសម្រាប់ OKX បងប្អូនណាបាទអញ្ចឹងការបង្កើតគណនី OKX គឺតែប៉ុណ្ណឹងទេបាទបងប្អូនចុចចាក់ start explorer មកគឺរួចរាល់បងប្អូនណាបាទគឺតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនណាបាទមានន័យថាបងប្អូនបង្កើតបាន OKX បានជោគជ័យបងប្អូនបាទនេះគឺបងប្អូន verify ចុច line នេះមកបងប្អូនពាក្យថា verify ឃើញទេបងប្អូនបាទអញ្ចឹងមានទាំង referral code មាន 20% បាទនិងបងប្អូនធ្វើការ verify បានដោយជោគជ័យបាទអញ្ចឹងវីដេអូនេះគឺតែប៉ុណ្ណឹងទេបងប្អូនណាបាទហើយខ្ញុំនឹងធ្វើវីដេអូលើកក្រោយអំពីរបៀបបំពេញដូចថាភ្ជាប់ Google Authenticator បាទភ្ជាប់ passkey និងរបៀប trade ឬក៏អីផ្សេងៗទៀតនៅក្នុង OKX ខ្ញុំនឹងធ្វើ step by step ជូនបងប្អូនទាំងអស់អញ្ចឹងបងប្អូនតាមដាន channel របស់ខ្ញុំកុំភ្លេចចុច like subscribe share ចែករំលែកអ្នកផ្សេងទាំងផងហើយបើសិនជាបងប្អូនអាចមានសំណួរចម្ងល់អ្វីអាចឆាត direct មកខ្ញុំឬក៏ join community ខ្ញុំខាងក្រោមបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូនអាចធ្វើបានទោះបើសិនជាធ្វើអត់បានអាចឆាតបើសួរខ្ញុំបានអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ